លោកផាស៊ីននិងលោកស្រីយីងឡាក់ពុំមានទ្រព្យសម្បត្តិឬការរកស៊ីណាមួយនៅកម្ពុជានោះទេលោកផាស៊ីនស៊ីណាវ៉ាត់និងប្អូនស្រីយីងឡាក់ស៊ីណាវ៉ាត់ដែលជាអតីតនាយករដ្ឋមន្ត្រីថៃពុំមានទ្រព្យសម្បត្តិឬការរកស៊ីណាមួយនៅកម្ពុជានោះទេនេះបើតាមការបញ្ជាក់របស់សម្ដេចនាយកហ៊ុនសែនប្រធានព្រឹទ្ធសភានៅថ្ងៃទី15ខែកញ្ញាសម្ដេចនាយកហ៊ុនសែនបានបង្ហោះវីដេអូជាមួយនឹងខ្លឹមសារលើបណ្ដាញសង្គម Facebook ក្រោមសម្ដេចនាយកទើបឃើញសារព័ត៌មានចុះផ្សាយថាលោកផាក់ស៊ីនមានទ្រព្យសម្បត្តិនៅកម្ពុជានិងតែជាអាជ្ញាធរកម្ពុជាត្រៀមបង្កក់ទ្រព្យសម្បត្តិទាំងនោះសម្ដេចនាយកហ៊ុនសែនបញ្ជាក់យ៉ាងដូចនេះថាទោះខ្ញុំនិងឯកឧត្តមផាក់ស៊ីនមានបញ្ហាជាមួយគ្នាក៏ដោយក៏ខ្ញុំត្រូវមានការទទួលខុសត្រូវរក្សានៅភាពស្អាតស្អំរបស់ឯកឧត្តមផាក់ស៊ីនផងដែរសម្ដេចបានសរសេរពន្យល់ថាមិនថាឯកឧត្តមផាក់ស៊ីនឬលោកជំទាវយីងឡាក់ពុំមានទ្រព្យសម្បត្តិឬការរកស៊ីណាមួយនៅកម្ពុជានោះទេពេលឯកឧត្តមផាក់ស៊ីនឬយីងឡាក់មកកម្ពុជាគឺប្រើប្រាស់រថយន្តរបស់ខ្ញុំទាំងអស់បង្ហាញថាផាក់ស៊ីនគ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយខ្ញុំគូសបញ្ជាក់បន្ថែមថាឯកឧត្តមផាក់ស៊ីននិងខ្ញុំមិនបានពិភាក្សាគ្នារឿងអាជីវកម្មរកផលចំណេញខាងសេដ្ឋកិច្ចសម្រាប់បុគ្គលឬគ្រួសារនោះទេសម្ដេចបញ្ជាក់បន្ថែមប្រសិនបើព័ត៌មានបែបនេះចេញពីកម្ពុជាសម្ដេចតេជោស្នើសុំឲ្យបញ្ឈប់ជាបន្ទាន់ដែលជាតិសាសន៍របស់យើងត្រូវរក្សាភាពថ្លៃថ្នូរមិនកុហកភូតភរមួលបង្ខាច់ប្រណិតរឿងខុសការពិតប្រសិនបើរឿងនេះចេញពីប្រទេសថៃត្រូវទុកឲ្យអាជ្ញាធរថៃដោះស្រាយ